Hiên vi sùng bay tại nhom ta quát trong rùa tế. Vì nâng cứ vì niềng nâng hai. Hiên pa quát sùng bay tại bẩn tích đaiរបស់anh công dọc vì ấy. Lục lấy tu lục miên thà nặc pung puយ៉ាងណាក៏គ្មានសិទ្ធមកលូកដៃរឿងផ្ទៃក្នុងក្រុមហ៊ុនយើងដែរ Lucy Vion បំពេញច្បាប់ក្រុមហ៊ុនប្រមាថថ្នាក់លើខ្ញុំត្រូវតែដេញញចេញ ខ្លាចតែលោកគ្មានសិទ្ធនឹងទេ ខ្ញុំគ្មានសិទ្ធកុំភ្លេចថាការងារនឹងបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុនយើងគឺខ្ញុំជាអ្នករៀបចំ ថៅកែថ្មីនឹងមិនទម្លាក់អំណាចទាំងអស់ឲ្យលោកទេព្រោះលោកមិនស័ក្តិសម កុំតន់អាវនិយាយលឿនពេកចាំថៅកែមកដល់គាត់ច្បាស់ជាជឿខ្ញុំ មនុស្សល្ងង Lucy Vion នាងកុំអោពេកបុគ្គលិកជាងពាក់កណ្ដាលក្នុងក្រុមហ៊ុនសុទ្ធតែជាមនុស្សរបស់ខ្ញុំទោះបីថៅកែថ្មីយកយល់មុខលោកលេហើយលំអៀងទៅរកនាងក៏គាត់ត្រូវស្ដាប់មិត្តរបស់គ្រប់គ្នាដែរល្អតាមតែអ្វីទៅប្រកាសជាមិត្តដេញនាងចេញហើយ Lucy Vion ឲ្យតែថ្ងៃមុខនាងនៅធ្វើការក្នុងក្រុមហ៊ុននេះកុំមកចង់ឌឺដងជាមួយខ្ញុំឌឺដងជាមួយនាងនឹងនាងអាចធ្វើអីខ្ញុំបាននាងមនុស្សស្រីចិត្តអាក្រក់កុំស្មានតែបានដេកជាមួយប្រុសមានលុយមួយយប់នាងខ្លាចជាជំទាវប្រធានក្រុមហ៊ុននោះលោកលេគង់តែធុញទ្រាន់នឹងនាងទេដល់ពេលនោះចាំមើលខ្ញុំមិនច្របាច់កនាងឲ្យស្លាប់នាងវាខ្ញុំធ្វើអី មាត់នាងនេះគួរតែវាយអ្នកទាំងអស់គ្នារឿងទិញយកក្រុមហ៊ុនអ្នកទាំងអស់គ្នាគឺខ្ញុំជាអ្នកចាត់ចែងសូមណែនាំឲ្យស្គាល់ថៅកែពិតប្រាកដនៃក្រុមហ៊ុនអ្នកទាំងអស់គ្នាលោកស្រី Lucy Vion មានន័យថាម៉េចថៅកែថ្មីគឺ Lucy Vion មិនខុសទេយីតាមាន់ពេលចុះកិច្ចសន្យាខ្ញុំមើលមិនឃើញថាអញល្ងងទេតែលើទៅបានឃើញ មានន័យថាម៉េចអ្នកដែលទិញក្រុមហ៊ុនយើងគឺគាត់ ពិតមែនហើយ ខ្ញុំមិនជឿទេនាងគ្រាន់តែជាមនុស្សល្អដែលចេះតែបោះផ្លូវតើមានលុយទិញក្រុមហ៊ុនយើងពីណាខ្ញុំដឹងហើយគឺលោកលេ Lucy Vion នៅហ៊ាននិយាយថាមិនពឹងប្រុសទៀតគ្មានខ្មាស់អៀន ទិញក្រុមហ៊ុនអ្នកទាំងអស់គ្នាគឺជាលុយរបស់ Vion ផ្ទាល់មិនពាក់ព័ន្ធនឹងខ្ញុំទេថ្ងៃនេះខ្ញុំមកផ្ដល់ទុន10លានគ្រាន់តែចង់បានភាគហ៊ុន 10% នៃក្រុមហ៊ុនអ្នកទាំងអស់គ្នាប៉ុណ្ណោះ មិនអាចទេនាងគ្មានលុយទេខ្ញុំមិនជឿមិនជឿស្រេចតែនាងពេលខ្ញុំទៅមកដល់ខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាហើយថាខ្ញុំជាថៅកែថ្មីតែគ្មានអ្នកណាជឿខ្ញុំសោះ មិនអាចទេក្រុមហ៊ុននេះខ្លាចជារបស់ Lucy Vion យ៉ាងម៉េចទៅនាងមានសិទ្ធិអី ខ្ញុំដឹងហើយ Vion អ្នកដែលត្រូវឆ្នោត300លានកាលពីប្រហែលថ្ងៃមុនគឺនាងមិនខុសទេមិននឹកស្មានថាជា Vion សោះកាលពីប្រហែលថ្ងៃមុនយើងនៅពិភាក្សារឿងនេះសោះច្រណែនចង់ស្លាប់ហើយនេះពិតជាឡើងឋានសួគ៌មួយជំហានមែនបងហ្វាងនៅថាមនុស្សគេធ្វើពុតជាសេដ្ឋីនីទៀតឥឡូវមើលទៅគេពិតជាសេដ្ឋីនីមែនអ្នកទាំងអស់គ្នាថៅកែចាស់នោះគ្រប់គ្រងមិនបានល្អចង់បិទក្រុមហ៊ុនយូរហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាសុទ្ធតែត្រូវការការងារនេះទើបសម្រេចចិត្តទិញវារៀបចំផែនការគ្រប់គ្រងឡើងវិញសូមអ្នកទាំងអស់គ្នាសហការ ខ្ញុំសហការ ពួកយើងទាំងអស់គ្នានឹងគ្រប់គ្រងអ្នកបងហ្វាងចោះបងវិញនាងនៅចង់ទុកខ្ញុំទៀតទោះបីជាខឹងខ្លាំងតែសមត្ថភាពការងាររបស់បងគ្មានបញ្ហាទេម្យ៉ាងទៀតកូនស្រីបងឈឺធ្ងន់បងកាន់តែត្រូវការការងារមួយ Vion សុំទោសគឺមកពីខ្ញុំស្ដាប់តាមការញុះញង់របស់ចាងស៊ូយីងថ្ងៃក្រោយបើបងនៅតែបែបនេះទៀតកុំបន្ទោសខ្ញុំដែលមិនផ្ដល់ឱកាសឲ្យបងទៀតចាស់ខ្ញុំច្បាស់ជាកែប្រែសុំទោស Vion អគ្គនាយកលូចុះខ្ញុំក៏នៅដែរបានទេ លោកមិនអាចនៅទេ ហេតុអីខ្ញុំមិនបានវីនាងមិនបានចាប់នាងអាកប្បកិរិយាមិនល្អចំពោះនាងនោះក៏មកពីបងហ្វាងញុះញង់ដែរខ្ញុំគ្រាន់តែមានអាកប្បកិរិយាអាក្រក់បន្តិចតែមានសិទ្ធិអីមិនឲ្យខ្ញុំនៅ ខ្ញុំសួរលោកក្រុមហ៊ុនច្បាស់ជាបានអនុម័តប្រាក់សម្រាប់ទិញឧបករណ៍ហើយហេតុអីលោកមិនទិញបែរជាឲ្យពួកយើងដោះស្រាយខ្លួនឯងទៅវិញ នេះគឺដោយសារតែខ្ញុំមិនបានទទួល ខុសហើយលុយច្បាស់ជាបានមកដល់ហើយលោកយកទៅលេងភាគហ៊ុនត្រូវគេបោកនេះជាកម្មពៀរបស់លោក ហេតុអីនាងដឹង ខ្ញុំថែមទាំងដឹងទៀតថាប្រាក់ខែរបស់កម្មករទាំងអស់ពីមុនមិនត្រូវកាត់ក៏ត្រូវពន្យាពេលបើគឺដោយសារតែលោកកឹបកេងប្រាក់ទៅលេងភាគហ៊ុនអីគេអ្នកចាត់ការយីហ៊ានយកលុយពួកយើងទៅលេងភាគហ៊ុនមិនចម្លែកទេដែលខ្ញុំត្រូវកាត់លុយរាល់ខែតាមពិតគឺគាត់ជាអ្នកធ្វើសោះរឿងដល់ថ្នាក់នេះហើយលោកគិតថាខ្លួនឯងនៅអាចនៅបានទៀតទេ ចាត់ទុកថានាងខ្លាំងចាំមើលទៅ យ៉ាងម៉េចហើយបងហ្វាង Lucy Vion នៅក្នុងក្រុមហ៊ុនតើគ្មានកន្លែងឈរជើងហើយមែនទេនាងធ្វើអីចាងស៊ូយីងល្បិចរបស់នាងបើយកទៅប្រើផ្លូវត្រូវម្លោះជោគជ័យបាត់ទៅហើយ Lucy Vion ឥឡូវនេះមិនត្រឹមតែជាសង្សាររបស់លេយុនហើយទេថែមទាំងជាថៅកែក្រុមហ៊ុនយើងទៀតអីគេខ្ញុំពិតជាល្ងងមែនទើបជឿពាក្យកុហករបស់នាងលេយុនហើយមិនត្រឹមតែទិញផ្ទះឲ្យនាងទេថែមទាំងឲ្យក្រុមហ៊ុនមួយជាកាដូទៀតកាដូនេះធ្ងន់ពេកហើយលេយុនហើយឲ្យស្អីនាងមានលុយខ្លួនឯងតើមិននឹងអាចទៅរួចនាងចេញពីផ្ទះយើងគឺចេញខ្លួនទេតាមពិតនាងក៏មិនដឹងដែរកាលពីប្រហែលថ្ងៃមុនអ្នកដែលទិញឆ្នោតត្រូវរង្វាន់300លាននោះគឺម្ដាយក្មេកនាង Lucy Vion នាងនិយាយអីម្ដាយខ្ញុំគាត់ត្រូវឆ្នោត300លានថ្ងៃក្រោយបើនាងហ៊ានប្រើប្រាស់ខ្ញុំទៀតប្រយ័ត្នខ្ញុំហែកមាត់នាងចោល300លានហេតុអីនាងមានសំណាងម្លេះខ្ញុំមិនសុខចិត្តទេ ប្រពន្ធសម្លាញ់ឬមួយក៏ពួកយើងទៅអង្វរគាត់ មិនអាចទេ
លើកមុននាងឈោមើលមនុស្សរបស់លេយុនហៃវីពួកយើងតតែរបួសពេញខ្លួនមិនស្រក់ទឹកភ្នែកមួយដំណក់សោះនាងមិនអាចងាកក្រោយទេ ចុះគិតយ៉ាងម៉េចពួកយើងយកលុយមិនបាននាងក៏គុំសង្ឃឹមថានឹងបានសុខ នៅលើโลกនេះតែងតែមានអ្នកអាចបង្ក្រាបនាងបាន